លោកអ្នកជាទីមេត្រីរហូតមកដល់ម៉ោងនេះខ្ញុំបាទបានពុទ្ធទេមិនតាន់ចាស់ឆ្ងាយចេញពីផ្ទះលោកពូនរាទេដែលជាសកម្មជនណាបាតុង្គជាតិនិងជាសកម្មជនក្នុងការជួយជនរងគ្រោះក្រីក្រនៅក្នុងប្រទេសកម្ពុជាហើយនៅទីនេះដែរក៏បងប្អូនលោកពូនមីងក៏នៅទាំងអស់គ្នាដែរប៉ុន្តែគ្រាន់ថាគាត់មានភារកិច្ចរៀងខ្លួននៅក្នុងផ្ទះហ្នឹងគាត់ខ្លះនិយាយពីរឿងប្រទេសជាតិខ្លះជួបជុំគ្នាធ្វើអ្វីផ្សេងខ្លះក៏ទទួលទានអាហារបន្តទៀតអញ្ចឹងទៅហើយក្នុងឱកាសនេះគឺមានកិត្តិយសមែនទែនបានជួបលោកប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រមប្រចាំទីក្រុងម៉ុងរ៉េអាល់គឺលោកពូសឿងសិនធរមានសួរពូហើយក្នុងចំណោមពូអ្នកគឺ3អ្នកផ្សេងទៀតក៏សិតតែជាខ្មែរក្រមទាំងអស់ដែរមានសួរគឺមានលោកប្រធាននិងលោកប្រធានសាធារណៈដឹកនាំសហព័ន្ធទាំងអស់ដែរបាទគឺសមាគមលោកពូមានសួរឈ្មោះណាបាទសួរហើយអនុប្រធានសមាគមហើយខ្មែរកម្ពុជាក្រម